អ្នកទាំងអស់គ្នាដែលដឹងអត់គីគីចេះមករដូវពេលគេមករដូវបញ្ជាក់ថាគេពេញវ័យអាចបន្តពូជបានហើយដូច Lucy នេះអញ្ចឹងមួយឆ្នាំជាងហើយមករដូវបាន2 3 ដងដែររយៈពេលមករដូវរបស់គីគីប្រហែលជាមួយឆ្នាំម្ដងឬក៏2 ដងមានគីគីខ្លះមក3 ដងក៏មានដែរហើយមកថ្ងៃខែម្ដងគឺប្រហែលជា21ថ្ងៃរយៈពេលដែលគេតឹមតមកថ្ងៃទី1ថ្ងៃទី2គឺគេអត់ស្រួលខ្លួនទេគីគីខ្លះអត់អាហារគីគីខ្លះសែតមើលទៅដូចឈឺអញ្ចឹងតែបញ្ហាហ្នឹងគឺជាអាការៈសាមញ្ញបំផុតដែលគីគីញីទាំងអស់គេធ្លាប់ជួបក្នុងអំឡុងពេលដែលគីគីមកថ្ងៃខែអញ្ចឹងបងគួរតែប្រុងប្រយ័ត្នបន្តិចពីព្រោះគីគីអាចនឹងហូតចោលផ្ទះឬក៏គីគីអាចនឹងឆ្លោះគ្នាជាមួយឆ្កែដទៃទៀតហើយអីដែលពិបាកជាងគេនោះគឺឆ្កែឈ្មោះអាចនឹងឆ្លោះគ្នានៅចិត្តនឹងបញ្ហាមួយទៀតខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាកុំធ្វើឲ្យសោះយកគីគីទៅចាក់អូខេបើតាមខ្ញុំធ្លាប់ដឹងថ្នាំអូខេគឺជាថ្នាំរបស់មនុស្សមិនមែនថ្នាំរបស់គីគីទេចាក់អូខេឥឡូវហ្នឹងអត់តអីទេប៉ុន្តែប្រហែលឆ្នាំក្រោយមកគីគីអ្នកទាំងអស់គ្នានឹងកើតជំងឺមហារីកស្បូននឹងប៉ះពាល់ដល់សុខភាពគេខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាបើខ្លាចគីគីយើងមកដល់ឬក៏មានកូនអីអ្នកទាំងអស់គ្នាអាចយកគីគីយើងទៅគ្រាវបានណាបើអ្នកទាំងអស់គ្នាចង់ដឹងពីសុខភាពរបស់គីគីចឹងរបស់គីគីអាចឆាតឬក៏ comment សួរពួកយើងបានហើយសូមអភ័យទោសទាំងអស់គ្នាផងដែលពួកយើងនិយាយពីបញ្ហាសុខភាពបើលើសលួសអីកុំប្រកែកប្រកាន់ពួកយើងអីអរគុណ